Hello សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងមកប្រាប់ពីរបៀបផលិត potion មួយចំនួនដែលយើងអាចប្រើប្រាស់ក្នុងវគ្គស្វ័យវក៏បានយើងលេងមួយគ្នាក៏បានដែរដល់ពេលយើងមាន potion ទាំងអស់ហ្នឹងងាយស្រួលក្នុងការចេញទៅរករបស់របរមួយចំនួនមែនតើអូខេនេះគឺជា potion ដែលខ្ញុំរៀបរបស់មួយចំនួនដែលយើងត្រូវផលិតមានទាំងអស់ហ្នឹង potion របស់យើងទាំងអស់9ដែលខ្ញុំចែកឲ្យអ្នកនរគ្នារបៀបផលិតគឺអត់មាននេះប្រហែលទេទី1គឺយើងត្រូវការ nether word ហ្នឹងគឺយើងត្រូវការរនៅក្នុង nether ទី2គឺយើងរនៅក្នុង nether ដែរ clay powder អាហ្នឹងគឺយើងរនៅក្នុង nether ដែរគឺកាប់ពួកអាហ្នឹង potion ហ្នឹងវាជំនួយដល់កម្លាំងរបស់យើងគឺវាជំនួយដល់កម្លាំងរបស់យើងហើយវាមាន1នាទីបើយើងផលិតធម្មតាទី2នោះគឺ Vetanic ភាពទន់ខ្សោយបោកឲ្យចំគេទៅគឺធ្វើឲ្យគេទន់ខ្សោយមែនទី3នោះគឺថ្នាំពុលអ្នកនរគ្នាដល់ពេលយើងផឹកទៅគឺវាលោតថ្នាំពុលទាំងនេះនេះ Ocean ហ្នឹងគឺវាមានថ្នាំពុលបើសិនយើងចង់ផលិតដបបោកគឺយើងបូកជាមួយនឹងម៉ាស៊ីនរបស់ Creeper អ្នកនរគ្នាអូខេទី4គឺ Night Vision ពេលយើងផឹកទៅវាភ្លឺយើងចូលទឹកអីឬក៏ចូលខែវអីវាភ្លឺទី5 slow falling ហ្នឹងគឺវាជំនួយដល់ពេលយើងឈរនៅលើទីខ្ពស់ឬក៏យើងចូលខែវឬក៏ឡើងដើមឈើខ្ពស់អីហ្នឹងយើងប្រើនេះទៅនេះវា slow អញ្ចឹងឯងវាអត់ធ្លាក់លឿនទេហើយឈាមយើងសល់ប៉ុណ្ណឹងគឺអត់អីទេទី6គឺ water break នេះគឺយើងដល់ពេលយើងផឹកទៅវាជំនួយក្នុងដំណើរនៅក្នុងយើងចូលទឹកនេះដូចអ្នកនរគ្នាឃើញអញ្ចឹងគឺដំណើររបស់យើងគឺវាអត់ដកពពុះនឹងចេញទេវាពពុះវានៅតែទោះយើងនៅយូរប្រហែលមិនស្ទប់ប៉ុណ្ណាតែចំពោះការក៏វាមានកំណត់របស់វាដែរទី7គឺយើងអានេះគឺជា fire resistance គេវាយយើងអត់សូវឈឺទេអ្នកនរគ្នាខ្ញុំមកវាដែរអូខេចំពោះទី8គឺវាជំនួយ resistance វាជំនួយការឡើងឈាមអ្នកនរគ្នាអូខេជំនួយការឡើងឈាមនេះដូចគេ station មួយទៀតគឺយើងអាចបូកជាមួយនឹងអានេះទៅយើងអាចឡើងឈាមភ្លាមហ្មងតែអានេះវាឡើងយឺតអូខេទី8អាហ្នឹងជួយជំនួយឲ្យយើង speed លក្ខណៈថាជួយបន្ថែមល្បឿនឲ្យយើងរត់លឿនជាងមុនអូខេដូចអ្នកនរគ្នាឃើញអញ្ចឹងគឺរត់លឿនជាងមុននេះអាចដាក់ពីនឹងក៏បានដែរដូចជា golden carrot ឬក៏អាឡឹកក៏បានដែរ melon ណាអ្នកនរគ្នាដោយយើងយកកតិចមាសយកបុករុំជុំវិញហ្នឹងទៅគឺវាក្លាយជាអាឡឹកមាសឬក៏ការ៉ុតមាសហើយអូខេតោះមកគឺខ្ញុំដាក់នេះអាឡឹកយើងដាក់អាឡឹកអូខេពេញលើហើយអូខេបន្ទាប់វាចេញជាប្រភេទទឹកដបដែលវាជំនួយឡើងឈាមភ្លាមតែវាឡើងប៉ុណ្ណឹងអ្នកនរគ្នាតែវាមិនឡើងច្រើនប្រហែលទេម្ដងហ្នឹងបើសិនអ្នកនរគ្នាចង់ឲ្យវានេះខ្ល้ายជាទឹកដបគប់យើងផឹកទៅវាពេលយើងរត់ណាយើងផឹកទៅវាយូរចឹងហើយយើងផលិតជាប្រភេទទឹកដបបោកបើសិនយើងផលិតទឹកដបបោកហ្នឹងវាលឿនតែពេលយើងរត់ណានេះយើងបោកទៅប៉ុណ្ណឹងគឺឡើងឈាមខ្ល้ายជាទឹកដបបោកអូខេនេះចំណុចអូខេតែយើងបោកឲ្យចំមើលបោកអត់ចំវាអត់ឡើងអត់ពេញទេអូខេធេបខ្ញុំគឺមានតែប៉ុណ្្នឹងឯង